Sầm nua muối ban xua một căn khiêm tha ta sừng krim lục lực tí bấy ai cả làng đòi vị thi nà chẳng khiêm nâng bộ sài nângក្នុង video នេះ sừng krim lục lực tí bấy ai cả làng đôi to tới mô là hết sắc đa nụ pol này sừng krim lục lực tí bấy cứ cả làng đòi phíp tan tầng phù mật sa nà vô bái can láng hút pika cục krong đôi chia chùm lúa rồi viếng Americ nâng chấn chung quanh có Tây Ban rư sầm một chân khẳng tập bồn នេះគឺមូលហេតុទី1ទី2ការប្រជុំមុខដាក់គ្នារវាង NATO រុស្ស៊ីនៅអឺរ៉ុបខាងកើតនេះក៏ជាមូលហេតុធំទី2ផងដែរភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថានជុំវិញតំបន់កាស្មៀរឈានទៅរកសង្គ្រាមនុយក្លេអ៊ែរចំណុចទី4សង្គ្រាមនុយក្លេអ៊ែរតែម្ដងសង្គ្រាមតាមអ៊ីនធឺណិតនាំទៅរកការគណនាខុសការវាយប្រហារតាមអ៊ីនធឺណិតដ៏ធំមួយបានធ្វើឲ្យខូចហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសធំមួយដែលនាំទៅរកការសងសឹកនេះគឺនិយាយអំពីការគណនាខុសនៅក្នុងការវាយប្រហារតាមអ៊ីនធឺណិតដែលធ្វើឲ្យខូចហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសធំមួយបានន័យថាប្រទេសណាក៏ដោយជាប្រទេសមហាអំណាចដែលយើងអាចជ្រុលទៅប៉ះអីចឹងទៅក៏អាចនឹងបង្កទៅជាចំនួនផងដែរចំណុចមួយទៀតប្រព័ន្ធការពារដែលជំរុញឲ្យ AI បកស្រាយការវាយប្រហារខុសតទៅមុខទៀតអាចនឹងមានប្រព័ន្ធទំនើបដោយវិជាការបាញ់ប្រហារដោយ AI ផងដែរអញ្ចឹង system គឺពេលខ្លះគឺអាចធ្វើការខុសផងដែរដោយសារតែវាអាចនឹងមានការ error អញ្ចឹងក៏អាចជាមូលហេតុដែលនាំឲ្យវាយប្រហារខុសហើយក៏បណ្ដាលទៅជាចំនួនផងដែរចំណុចបន្ទាប់ទៀតការគណនាខុសនុយក្លេអ៊ែរឬសង្គ្រាមចៃដន្យនេះក៏ជាមូលហេតុមួយយ៉ាងដែរសង្គ្រាមនុយក្លេអ៊ែរចៃដន្យទូយ៉ាងដូចជាការបាញ់ខ្លោងខុសអីចឹងទៅដោយប្រហែលឆ្នាំមុនគឺប្រហែលជាបានដឹងឯថាឥណ្ឌាដូចជាបាញ់ខុសចូលប្រទេសណាទេបានធ្វើការសុំទោសគេចឹងទៅនេះក៏ជាមូលហេតុផងដែរចំណុចបន្ទាប់ទៀតការជួនដំណឹងមិនពិតដូចជាឧបទ្ទវហេតុកាលពីអតីតកាលក្នុងកំឡុងសង្គ្រាមត្រជាក់អាចបង្កឲ្យមានការបាញ់នុយក្លេអ៊ែរផងដែរដូចជាគោលនយោបាយមានកោតកម្មដំបូងដែលនាំទៅរកសកម្មភាពជាមុនអញ្ចឹងគឺជាសកម្មភាពនាំមុខផងដែរតចំណុចហ្នឹងសង្គ្រាមធនធានដូចជាទឹកធម្មពលអាហារនឹងក៏ជាសង្គ្រាមមួយយ៉ាងដែរដែលធ្វើឲ្យមានការទាស់ទែងគ្នាផងដែរតចំណុចហ្នឹងបន្តមកទៀតចំនួនដែលជំរុញដោយការប្រែប្រួលអាកាសធាតុលើធនធានខ្វះខាតការដួលរលំនៃខ្សែសង្វាក់ផ្គត់ផ្គង់សកលបង្កឲ្យមានសង្គ្រាមលើទំនិញសំខាន់ក្រុមភេរវករទទួលបានសមត្ថភាពនុយក្លេអ៊ែរនិងវាយលុកទីក្រុងធំមួយអញ្ចឹងភេរវករនៅពេលដែលគាត់មានសមត្ថភាពនៅក្នុងការប្រើនុយក្លេអ៊ែរគាត់នឹងអាចមានចិត្តនៅក្នុងការវាយទីក្រុងធំមួយបានន័យថាទីក្រុងរបស់ប្រទេសមហាអំណាចធំមួយនឹងក៏ជាហេតុដែលនាំឲ្យមានសង្គ្រាមលោកលើកទី3ផងដែរសង្គ្រាមបច្ចេកវិទ្យាជាសមរភូមិនៃ AI ក៏អាចបណ្ដាលឲ្យកើតសង្គ្រាមលោកលើកទី3ផងដែរព្រោះឥឡូវ AI គឺកាន់តែវិវត្តខ្លាំងឡើងហើយសង្គ្រាមតាមអ៊ីនធឺណិតនិងទណ្ឌកម្មសេដ្ឋកិច្ចជាជាងការប្រយុទ្ធដោយផ្ទាល់នេះគឺកំពុងតែមានហើយឥឡូវនេះគឺសង្គ្រាមពាណិជ្ជកម្មសេដ្ឋកិច្ចហើយនឹងការដាក់ទណ្ឌកម្មរវាងប្រទេសនិងប្រទេសទៅវិញទៅមកនឹងហើយនឹងការប្រកួតប្រជែងបច្ចេកវិទ្យា AI ផងដែរប៉ុន្មានខែចុងក្រោយនេះគឺចិនគាត់បានទម្លាក់ AI របស់គាត់គឺឈ្មោះថា DeepSeek ដែលជាគូប្រជែងដ៏ធំជាមួយនឹង AI សហរដ្ឋអាមេរិកដែលឈ្មោះថា OpenAI សរុបមកវិញគឺបងប្អូនងាយគិតទេប្រទេសឬក៏មនុស្សយើងនិយាយថាមនុស្សខ្លួនយើងចុះនៅពេលដែលយើងមានអាវុធនៅក្នុងដៃគឺធម្មតាទេយើងតែងតែអាងតែងតែហ៊ានទាំងឯងថាមានពីណាដែលហ៊ានជាមួយយើងអីចឹងទូយ៉ាងប្រទេសក៏អញ្ចឹងដែរកាលណាដែលប្រទេសខ្លួននឹងមានទៅដោយអាវុធនុយក្លេអ៊ែរមានទៅដោយយន្តហោះទំនើបយន្តហោះចម្បាំងទំនើបគឺតែងតែអាងកាលណាបើអាងទៅគឺវាអាចនឹងកើតទៅជាចំនួនសង្គ្រាមអីចឹងទៅព្រោះអីធម្មតាគឺភ្នំមួយខ្ពស់នៅអាចមានភ្នំមួយខ្ពស់ជាងនឹងទៀតអញ្ចឹងវាអាចនឹងមានការរកម្មរកុសគ្នាហើយអាចនឹងឈានទៅដល់ការវាយប្រហារគ្នាចឹងទៅទូយ៉ាងបច្ចុប្បន្ននេះគឺកំពុងតែមានសង្គ្រាមរ៉ាំរ៉ៃរវាងរុស្ស៊ីហើយនិងអ៊ុយក្រែននេះក៏ជាមូលហេតុតូចមួយផងដែរបើសិនជាមហាអំណាចមិនអាចឬក៏มันមានវិធានការនៅក្នុងការទប់ស្កាត់ឬក៏សម្របសម្រួលទេនេះក៏ជាអាចភ្លើងតូចមួយផងដែរដែលអាចដុតរៀលអាចទៅជាភ្លើងធំបានអញ្ចឹងយើងគួរតែប្រយ័ត្នប្រយែងត្រង់ចំណុចនេះព្រោះសម័យកាន់តែទំនើបអាវុធក៏កាន់តែទំនើបដោយសារតែមនុស្សយើងចង់ខ្លាំងចង់ល្អជាងគេនឹងហើយទើបបង្កើតទៅជាចំនួន
ការចង់មានចង់បានមិនឈប់ឈរមានប៉ុណ្នេះចង់មានប៉ុណ្នោះចង់បានទឹកដីខ្លួនមកវិញដែលធ្លាប់បាត់បង់កន្លងមកនេះក៏ជាហេតុដែលនាំឲ្យកើតទៅជាសង្គ្រាមផងដែរបែងចែកបពុប្រទេសនេះប្រទេសនោះអញ្ចឹងនៅពេលដែលយើងឆ្លោះគ្នាជាមួយនឹងប្រទេសណាមួយប្រកាសជាមានគ្នាគេចូលដៃអញ្ចឹងកាលណាបើមានប្រទេសគ្នាគេចូលដៃគឺនោះហើយចំនួនសង្គ្រាមរវាងប្រទេសមួយប្រទេសពីរប្រទេស3នឹងបូកចូលគ្នាពេលនោះហើយសង្គ្រាមលោកនឹងកើតឡើងត្រង់ចំណុចធំដែលខ្ញុំបានបកស្រាយខាងលើនេះសង្ឃឹមថាងាយយល់សម្រាប់បងប្អូនដែលយកទៅវិភាគនៅក្នុងការដែលហេតុដែលនាំឲ្យកើតសង្គ្រាមលោកលើកទី3ដែលចំណុចធំខ្ញុំសូមលើកឡើងម្ដងទៀតចំណុចធំគឺចំនួនរវាងអាមេរិកនិងចិនជុំវិញកោះតៃវ៉ាន់ឬសមុទ្រចិនខាងត្បូងនេះគឺចំនួនធំទី1ហើយចំនួនធំទី2ការប្រជុំមុខដាក់គ្នារបស់ NATO រុស្ស៊ីនៅអឺរ៉ុបខាងកើតហើយនឹងមានឥណ្ឌានិងប៉ាគីស្ថានអញ្ចឹងគឺការវិភាគរបស់ខ្ញុំគឺមានប្រមាណប៉ុណ្ណេះសូមបងប្អូនគិតឲ្យពិចារណាចោះសូមអរគុណ